ចិនឲ្យកម្ពុជាថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងបដៅវេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនពីងផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដេញស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់ក្នុងជំនួបព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគ្រប់គ្រងដល់កិច្ចខំប្រឹងប្រែងសម្រាប់សម្រួលរបស់អាស៊ាននិងគ្រប់គ្រងទូនីតិដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបាត់ឈប់បាញ់រីករាយក្នុងការបង្កើនលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្កេតថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន